សួស្តីបងបាទបងនេះជារបៀប set up Sound Morgan T9 បូកបាទអូខេអញ្ចឹងរបៀប set up បើសិនជាបងមានសភៅបាទមានសភៅ menu guide បងអាចមើលតាមសភៅនេះបានបងណាបាទតែបើសិនជាបងអត់អាចមើលភាសាអង់គ្លេសក្នុងសភៅហ្នឹងទេបងអាចមើលវីដេអូនេះដល់ចប់បានបងបាទអូខេអញ្ចឹងរបៀប set up sound នេះចូលមកដំបូងបងត្រូវដាក់ sound ចេញភ្លើងបាទដាក់ sound ចេញភ្លើងបែបហ្នឹងមកបន្ទាប់មកបងចុចសញ្ញាផ្កាយបាទសញ្ញាផ្កាយធំជ្រូកបន្ទាប់មកបងវាយលេខកូដ1 2 3 4 5 6លេខកូដហ្នឹងគឺពីរោងចក្រមកបងណាចុចធំជ្រូកស្មើ OK confirm បន្ទាប់មកសោឲ្យបងដាក់លេខកូដមេរបស់បងខ្លួនឯងបាទលេខកូដផ្ទាល់ខ្លួនរបស់បងមកណាចុចឧទាហរណ៍ខ្ញុំចង់ដាក់លេខកូដ6ខ្ទង់របស់ខ្ញុំផ្ទាល់ខ្លួនលេខ16ដើមបន្ទាប់មកចុចសញ្ញាធំជ្រូកបន្ទាប់មកបងវាយលេខកូដនឹងដដែលដើម្បីបញ្ជាក់6ខ្ទង់មកណាចុចសញ្ញាធំជ្រូកហ្នឹងដើម្បី confirm រួចរាល់ទី1 local setting ទី2 wireless setting ទី3 install អញ្ចឹងពាក់ព័ន្ធនឹងការ set up គឺយើងចុចលេខ1 local setting លេខ1គឺ add user លេខ2 delete លេខ4គឺ add admin អញ្ចឹងចូលមកបងចុចលេខ4 add admin សិនមកណាបាទទី1 add មុខទី2ក្រៅដៃទី3 password ទី4កាតអញ្ចឹងបើសិនជាបងចង់ដាក់មុខបងជា admin បងចុចលេខ1មកបន្ទាប់មកចាប់ផ្ដើម scan មុខណាចុចលេខ1 scan មុខបន្ទាប់មកបងដាក់សោបងចូលមុខសោដើម្បី scan មុខបងអញ្ចឹងទុកចាំមួយផ្លែទៅសោនឹងចាប់មុខបងឲ្យបងបាទអូខេបាទងើយមុខឡើងលើអោនមុខចង្ខំងាកមុខទៅឆ្វេងងាកមុខទៅស្ដាំបាទបន្ទាប់មកសោនឹងនិយាយ ID របស់ user នីមួយៗបងបាទអូខេអញ្ចឹងទី2ក្រៅដៃលេខ3 password ទី4កាតអញ្ចឹងបើសិនជាបងចង់ដាក់ជា admin ក្រៅដៃបងចុចលេខ2បាទចុចលេខ2បន្ទាប់មក scan ក្រៅដៃផ្នែកខាងក្នុងនេះបងណាផ្នែកខាងក្នុងនេះបងដាក់ទៅបាទដកដាក់ដកដាក់ enter again រហូតណាបាទដកដាក់មកដកដាក់បាទលឺទឹងប៉ុណ្ណឹងគឺជោគជ័យហើយបងណាបាទបើសិនជាបងចង់បន្ថែមជាក្រៅដៃរបស់បងបន្ថែមទៀតបងអាចដាក់នៅនឹងបន្តគ្នាបានបងណាអូខេអញ្ចឹងចំណុចបន្ទាប់យើងថយក្រោយជួយសញ្ញាផ្កាយបាទអញ្ចឹងបើបងចង់ដាក់ជាកាតបាទដាក់ជាកាតបងអាចចុចលេខ4នេះបងបាទចុចលេខ4ហ្នឹងគឺ add កាតបាទចុចលេខ4អញ្ចឹងមកបងយកកាតដាក់កន្លែងរូបកាតនេះបងណាដាក់កន្លែងហ្នឹងមកបានហើយតែម្ដងទៅបានហើយរួចរាល់គឺជោគជ័យបងណាបាទអូខេចុចសញ្ញាផ្កាយស្មើនឹងពាក្យថយក្រោយបាទនឹងថយក្រោយអស់មកបាទអញ្ចឹងបងបាន add admin ហើយបាទ admin មានន័យថាម្ចាស់សោបើសិនជាបងចង់បន្ថែមជាសមាជិកបាទសមាជិករបស់បងផ្សេងជា user ធម្មតាជាសមាជិកធម្មតាគាត់អត់មានសិទ្ធិជា admin ទេបងគ្រាន់តែដាក់ដៃនៅលើសោចេញភ្លើងចុចសញ្ញាផ្កាយធំជ្រូកគេឲ្យ enter master information បាទមានឲ្យលេខកូដ admin ក៏បានគេឲ្យដៃ admin ក៏បានមុខ admin ក៏បានបងណាបាទឥឡូវខ្ញុំដាក់ជាមុខរបស់ខ្ញុំចុះមុខ admin ដែលខ្ញុំទំ set ហើយបាទរួចរាល់វានឹង load លេខ1 2 3បាទ1 local setting ទី2 wireless setting ទី3 install អញ្ចឹងចូល local setting លេខ1យើងចុចលេខ1ដើម្បី add user បាទយើងចូលទី1 add user ទី1មុខទី2ក្រៅដៃទី3 password ទី4កាតអញ្ចឹងបើសិនជាសមាជិករបស់បងផ្សេងទៀតបងចង់ដាក់ជាមុខបងចុចលេខ1មកបាទបើសិនជាចង់ដាក់ជាក្រៅដៃបងចុចលេខ2បងណាលេខ3គឺ password លេខ4គឺកាតឥឡូវឧទាហរណ៍ថាក្រៅដៃចុចលេខ2មកបន្ទាប់មកឲ្យសមាជិករបស់បង scan រហូតបាទ1 2ដកដាក់រហូតមកបាទ4 5ដក6ដងណាបាទ scan 6ដងដកដាក់6ដងណាបាទអូខេអញ្ចឹងឮពាក្យ successful មានន័យថាជោគជ័យបាទអញ្ចឹងយើងថយក្រោយឲ្យអស់មកនៅពេលដែលបង set up រួចរាល់បងណាចូលទៅក្នុងចំណុចបន្ទាប់បាទរបៀបភ្ជាប់ app ទូរស័ព្ទដៃរបៀបភ្ជាប់ app ទូរស័ព្ទដៃបងត្រូវ download app ឈ្មោះថា Morgan Live បងណា Morgan Live អញ្ចឹងបងចូលទៅក្នុង App Store ឬមួយក៏ Play Store បង download Morgan Live នេះបាទរូបពណ៌ផ្កាឈូកហ្នឹងបងណាបាទ Morgan Live បន្ទាប់មកបងចុចបើកមកបាទនៅពេលដែលបង download ហើយបងត្រូវ register ជាមួយនឹង email សិនមានថាបងត្រូវបង្កើត account សិនបានចេញផ្ទាំងបែបហ្នឹងបានបង្កើត account register ជាមួយទៅនឹង email របស់បងនៅពេលបង register រួចរាល់បងនឹងចេញផ្ទាំងបែបហ្នឹងបាទនៅពេលដែលចេញផ្ទាំងបែបហ្នឹងយើងចូលទៅកាន់សោបាទចូលទៅកាន់សោចុចដាក់សោចេញភ្លើងចុចសញ្ញាផ្កាយធំជ្រូកវាយលេខកូដ admin ក៏បានក្រៅដៃ admin ក៏បានមុខ admin ក៏បានអញ្ចឹងឧទាហរណ៍ថាវាយលេខកូដ admin ចុះ6ខ្ទង់ចុចសញ្ញាធំជ្រូកដើម្បី confirm បាទបន្ទាប់មកយើងចុចលេខ2ដើម្បីចូលទៅកាន់ wireless setting លេខ2ទី1 pairing wireless ទី2 remove អញ្ចឹងយើង pairing wireless លេខ1បងណាបាទ
នៅពេលដែលវា load wireless pairing គឺវាមាន load សញ្ញាផ្កាយកន្លែងហ្នឹងមួយចូលទៅកាន់នៅក្នុង app វិញម្ដងចូលទៅកាន់នៅក្នុង app បងចុចសញ្ញាបូកមកណាបាទសញ្ញាបូកចុចបូកទៅមកបន្ទាប់មកបងយកពាក្យ add device បាទយើងចាំមក plate នៅពេល add device ហើយបងចុចទៅលើកន្លែងឈ្មោះថា smart lock បាទ smart lock បន្ទាប់មកបងយក smart finger lock បាទខាងលើគេបន្ទាប់មកបង search បាទបង search កន្លែងនេះមកវាយពាក្យថា T9 បាទទៅតាម model របស់សោដែលបងចង់ភ្ជាប់យើងវាយពាក្យថា T9 នៅពេលចេញ T9 មកគឺវាមាននៅលើហ្នឹងបងចុចនៅលើ T9 មកនៅពេលបងឃើញ T9 នេះបាទពេល search ហើយឃើញ T9 នៅហ្នឹងបងចុចលើ T9 ហ្នឹងមកណាបាទចុចមកចុចសញ្ញា next នឹងរហូត next ខាងក្រោមនេះបាទ next រហូតបន្ទាប់មកនឹងឃើញនេះបាទសោ Morgan នេះបាទ ID ចុចលើមកបន្ទាប់មកបងវាយលេខកូដ admin បាទលេខកូដ Wi-Fi ច្រឡំបាទសុំទោសលេខកូដ Wi-Fi របស់បងណាបាទយើងចុចលេខកូដ Wi-Fi ហ្នឹងមកចុច next ចឹងយើងចុចរងចាំមួយ plate ដើម្បីវា connect ជាមួយទៅនឹង Wi-Fi ផ្ទះរបស់បងចឹងបងនឹងលើពាក្យ successful នៅលើសោហើយយើងចាំមួយ plate នៅក្នុង app បាទបងចុចពាក្យ confirm មកបាទបន្ទាប់មកបងចូលកន្លែងពាក្យ device ដើម្បីរកមើលសោបាទនេះ Morgan T9 ដែលខ្ញុំទៅ add នេះបាទនៅលើហ្នឹងណាចឹងបងឃើញហើយអូខេអញ្ចឹងនៅក្នុងនៅលើដើម្បីចង់ដឹងយើងចុច remote នេះបាទ remote លើនេះមើលមកហើយយើងចុចកណ្ដឹងសាកមើលបាទចុចកណ្ដឹងលើសោសាកតើវាបានឃើញនៅក្នុងនេះអត់បាទក្នុងទូរស័ព្ទអត់បាទឃើញទេបងវា load មកហើយបងណាបាទ load ជា notification ហើយវា load ជា answer នេះវា call មកយើងចុចលើ answer ហ្នឹងមកចាំមក plate វានឹងបង្ហាញ display ទៅលើ screen ទូរស័ព្ទដៃបងណាហើយបងអាចបញ្ជាបើកអីបាននេះបាទនិយាយឆ្លើយឆ្លងក៏បាននិយាយបាទនិយាយឆ្លើយឆ្លងបញ្ជាបើកនៅខាងនេះបាទខ្ញុំចុចបញ្ជាបើកមក confirm អញ្ចឹងវា unlock អញ្ចឹងរបៀប set up Morgan T9 នេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងមានចម្ងល់ផងណាអាចតំណែងទៅក្នុងខាងក្រុមការងារយើងបានអរគុណបង